ក្រុមការងារបច្ចេកទេសកំពុងពន្លឿនការតុបតែងលម្អភ្លើងពណ៌និងវត្ថុផ្សេងៗដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីក្រុមការងារបច្ចេកទេសនៃមន្ទីរពាក់ព័ន្ធមួយចំនួនបាននឹងកំពុងពន្លឿនការរៀបចំតុបតែងលម្អបណ្ដាញភ្លើងពណ៌ស្តង់តាំងលក់មុខទំនិញចំណីអាហារនិងសម្ភារៈប្រើប្រាស់ផ្សេងៗដើម្បីត្រៀមស្វាគមន៍ដល់ភ្ញៀវទេសចរដែលនឹងអញ្ជើញមកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី2025ខាងមុខនេះហើយការរៀបចំតុបតែងលម្អឆ្នាំនេះដែរយើងឃើញថាមានលក្ខណៈស្អាតប្លែកនិងទាក់ទាញជាងបណ្ដាឆ្នាំមុនដោយខាងរដ្ឋបាលខេត្តជ្រើសយកទីតាំងចាប់ពីចំណុចបរិវេណសួនវិមានឯករាជ្យរហូតដល់ខាងមុខអគារសាលាខេត្តដែលមានទីធ្លាធំទូលាយអាចឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិអញ្ជើញមកទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយគួរបញ្ជាក់ថាព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ2025ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងសហការជាមួយរដ្ឋបាលខេត្តបាត់ដំបងនឹងប្រព្រឹត្តទៅនៅរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី13ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025ហើយព្រឹត្តិការណ៍នេះនឹងផ្ដល់ជូននូវទស្សនីយភាពប្លែកៗពិសេសៗយ៉ាងសម្បូរបែបផងដែរ